ngày ní xông rô kêu vần ta lương một bài flex mà lên cái bông sau một đòn mới tới mà lượng ní đôi lượng môn tê để xa lượng môn mền chỉ lượng ní hai lượng ní có đôi chia mền chỉ lượng môn sầm khăn mà lượng ní cái ta squat cho mùi nâng cái lạnh lượng mực ăn môi chân anh nền tàn cái lạnh nó này ổ tra hiông xong bây giờ mạng nhau mà có quan xa đa tha y có thua chân anh chân anh rồi tha bà kê ai nâng sờ bài chật bê khơi một nhóm mọt tê sờ bài chật bê khơi tao pi để xa nhom môn nhom mau nó khơi vì tổ đi là bảy mình tàn khơi quạt làng từng cùi lên đó trong từng cùi đai tay khoa phép la han rồi tha vào lọc lượng ní sẽ hai bữa tối vì tôi bị đam video đó trong video nó cứได้เคยmột nhóm xaแต่คือmột nhóm slate ไปដល់ដូចយ៉ាងម៉េចตั้งពីចេញលក់ skin care មកដូចកើតជាមនុស្ស introvert ផងដាច់លុយផងលីចូលគ្នាតិចតែថាភាពដាច់លុយហ្នឹងក៏មើងងាយសោះណាបងប្អូនដោយសារតើអាការអត់លុយហ្នឹងឯងបានហ៊ុនឈានស៊ីពណ៌ឲ្យចេញរកស៊ីលក់ skin care លក់ទឹកត្រជាក់ប៉ុណ្ណឹងអត់អស់ឯងមកចេញលក់ម្សៅល្មៀតម្សៅខ្ញីអីណាណីទៀតឯងនិយាយទៅគឺថា CEO 10មុខតែឯងហ្មងបច្ចុប្បន្នចេះតែខំទៅបងប្អូនព្រោះយើងមើលមិនឃើញអនាគតទេ vlog នេះដូចនិយាយពីមកកំពុងសោមទេមិនទៅចេញ CEO ឯណាណីទេយ៉ាបងប្អូនមានចាំក៏គាត់ Justin Bieber បងប្អូនថ្ងៃនេះនាំ Justin Bieber មកដើរលេងសវណ្ណម្ដងសំខាន់ vlog លើកនេះគឺថាមានវត្តមានសមាជិកថ្មីយើងទៀតគ្រាន់តែមើលក៏ដឹងអ្នករៀនអ្នកសូត្រដែរបងប្អូនអានេះសេរីខ្ញុំសល់3ខែមុនបាត់ដប់នេះនិយាយទៅរៀនបានគ្រប់ទីកន្លែងហើយសំខាន់គោតាំងពីដើមវីដេអូដល់ចុងវីដេអូហ្មងចាប់អត់ឈ្នះដោយគាត់នឹងឯងបងប្អូនជាថ្នាំព្យាបាលជំងឺពុលឡានរបស់ខ្ញុំបងប្អូនមានចាំសង្កេតមើលរាល់ vlog ដែលថាចេញ trip ចេញអីឆ្ងាយកាលពីមុនហ្នឹងគឺខ្ញុំប្រាប់រហូតថាខ្ញុំពុលឡានតែលើកនេះគឺពុលជាមួយនឹង Prada នេះចា Prada មីឈុំឯងងុំម៉ាក់របស់ Prada គឺថាមិនចាញ់ Prada មែនទេពេលនោះឆ្ងល់បាត់ចែទៅណាតាមពិតចែមកអង្គុយនៅប្លោះកដានេះសោះចានិយាយទៅធ្វើ vlog រដងបើសិនមានអ្នកសួរថាខ្ញុំធ្វើមិនខ្លះធៀម script អីខ្លះខ្ញុំមិនដឹងប្រាប់គេថាមិនទេដោយសារខ្ញុំចេះតែនិយាយទៅដូច vlog នេះមកកំពុងសោមឲ្យខ្ញុំនិយាយពីស៊ីមៀបក៏ខ្ញុំនិយាយចេញដែរមែនតើនិយាយទៅជំនាញខាងភ្លាវហ្នឹងគឺខ្ញុំទុកចិត្តលើខ្ញុំនិយាយទៅជីពីកំពុងឆ្នាំងមកកំពុងសោមនេះគឺថាមកដល់ដឹងខ្លួនដោយសារជីផ្លូវលបឿនលឿនផងអីផងអញ្ចឹងទៅជីតាមផ្លែមកដល់ណាមួយទៀតភ្លេចខ្លួនដោយសារទស្សនវិជ្ជាក្នុងឡានចម្លែកពេកយ៉ាងណាទាំងអស់គ្នាដូចក្មួយខ្ញុំអញ្ចឹងនិយាយទៅស្អីក៏មានដែរក្នុងឡាននេះមួយទៀតបងប្អូនបើថាមានគម្រោងមកកំពុងសោមឲ្យត្រូវមកគេងអញ្ចឹងណាកក់ស្ថាគារឬក៏កក់កន្លែងគេងទុកឲ្យហើយទៅអញ្ចឹងទេមិនបាល់បងប្អូននិយាយទៅបាក់ហូរកន្លែងគេងដោយសារគិតថាវាមិនអីទេដោយសារមិនថ្ងៃបុណ្យទានអញ្ចឹងគិតថាអត់អីទៅពេលមានណាមកដល់ដើរហូរកន្លែងគេឡើងវិលមុខចាឲ្យមកហូបមកសមុទ្រមានតែប៉ុណ្្នឹងឯងបងប្អូនមានតែមឹកបកាក្តាមប៉ុណ្្នឹងចង់និយាយថាមុខស្លេកមើលខ្លួនឯងនេះបងប្អូនសូម្បីតែក្រែមក៏មិនលាបដែរនិយាយទៅខ្ជិលតើណាមួយវីដេអូហ្នឹងគឺខ្ញុំមិនសូវបានថតច្រើនទេខ្ញុំថតបន្តិចហ្នឹងហើយល្ងាចឡើងហ្នឹងគឺថាជីដើរលេងជុំវិញក្រុងអីអញ្ចឹងខ្ញុំហើយនឹងក្មួយខ្ញុំក៏បានឆ្លៀតមកថតរូប2នាក់អញ្ចឹងណាបងប្អូននិយាយទៅនៅប្រសេះអនុគឺថាមកម្ដងប្លែកម្ដងនិយាយទៅប្លែករហូតហ្មងដោយសារគេអភិវឌ្ឍច្រើនអញ្ចឹងណាអញ្ចឹងអ៊ូអច្រើនបើសិនចង់ស្ងប់ស្ងាត់តទៅលេងតាមកោះអីយប់ឡើងខ្ញុំក៏ចូលគេងចូលអីធម្មតាមួយគ្រួសារមួយម៉ាក់ប៉ាអញ្ចឹងណាបងប្អូនទៅកន្លែងគេងគេអាចនឹងងើបមកឃើញអាំងទឹកឃើញអី fresh ខ្ញុំងើបមកឃើញមាន់ដេញគ្នាពេញហ្នឹងហើយលទ្ធផលអត់កក់បន្ទប់មុនថាលេងណាគេមានអាំងទឹកគេមានអីបោះគេដែរហ្នឹងហើយនិយាយទៅមកសំរងហើយមុខម្ហូបមិននិយាយក៏ដឹងណាមានអីក្រៅពីមឹកអាំងបកាហ្នឹងអញ្ចឹងអានេះផឹកឡើងបងប្អូនអានេះម៉ោងបាយពេលថ្ងៃចាមិននិយាយពី Prada នេះវិញបានមកសមុទ្រនិយាយទៅសូម្បីតែដេកក៏សើចដែរយីមែន Prada មីឈុំនេះងុំបងបោះ Prada នេះវិញក៏មិនណយដែរនិយាយទៅគឺថា enjoy life មកអស់ដៃតើក៏អីបោះអ៊ីលក់មឹកអាំងហ្នឹងគាត់ខំដើរហូរចឹងងាប់2នាក់នេះវាយកមកអង្គុយមាត់សមុទ្រចឹងទៅពេលកាត់ទុកត្រូវមកសមុទ្រអញ្ចឹងហើយឃើញក្នុងរឿងគេធ្វើអញ្ចឹងខាងខ្លួនឯងមែនឯងរន្ធត់ចិនចាអញ្ចឹងបន្ទាប់ពីយើងចេញពីលេងសមុទ្រក៏យើងបានធ្វើដំណើរមកកាន់ទឹកធ្លាក់ក្បាលឆាយនេះមុននឹងយើងទៅផ្ទះសំខាន់ខ្ញុំមានអារម្មណ៍ថាកន្លែងទឹកធ្លាក់ក្បាលឆាយនេះគឺដូចខ្ញុំមកលេងលើកទី1ដូចមានអារម្មណ៍ថាខ្ញុំមិនដែលមកទេឬក៏ខ្ញុំធ្លាប់មកកាលពីទូចប៉ុន្តែខ្ញុំភ្លេចខ្ញុំមិនដឹងទេតើសួរម៉ាក់ខ្ញុំប៉ុន្តែនៅនេះគឺថាខ្យល់បក់មកលហើយទៅជាក់ស្រួលគាត់ថាឥឡូវហ្នឹងអត់សូវមានទឹកអញ្ចឹងទៅអត់សូវឃើញមានអ្នកមកលេងច្រើនសំខាន់ខ្ញុំមកហ្នឹងគឺចំពេលគេបើកទឹកយកហ្មងហើយប៉ាខ្ញុំគាត់ថាយើងក៏មកឃើញពេលគេបើកទឹកអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់មកលេងកំពង់សោមអីហ្នឹងកុំភ្លេចឈៀងចូលទឹកធ្លាក់ក្បាលឆាយផងមកហូបនៅហ្នឹងច្រើនខ្លាំងមែនតើនិយាយទៅសបោដូចនៅដងអញ្ចឹងណាមួយបងប្អូនឈៀងចូលមកលេងអញ្ចឹងទៅក៏បានជួយ support ការលក់ដូររបស់គាត់ដែរអញ្ចឹងណាចានេះខ្ញុំពង support តែទិញចេកចៀនគាត់ញ៉ាំហើយគ្រូសាខ្ញុំទៅដល់ក៏មកមន់អាំងអញ្ចឹងណាមន់អីច្រឡំមន់អាំងមន់ដុតណាមួយដោយសារពួកខ្ញុំនៅសល់មកហូបដែរអញ្ចឹងណាអញ្ចឹងយើងក៏មកតានេះមុខទៅនិយាយទៅនៅកន្លែងនេះបើសិនជាមានទឹកច្រើនណាគឺដឹងតែសប្បាយហ្មងដោយសារតែនៅនេះមានអារម្មណ៍ fresh ហើយត្រជាក់ស្រួលចាប្រហែលម៉ោងក្រោយមកយើងក៏បាន say goodbye ទៅកាន់ទឹកធ្លាក់ក្បាលឆាយ goodbye ខ្លួនឯងមិនអស់ចិត្តហៅម៉ែមក goodbye បន្ថែមទៀតចា goodbye ទៅនោះមាត់នឹងស្លេកពឹមឯនោះចាបងប្អូនអញ្ចឹង vlog ហ្នឹងមានតែប៉ុណ្្នឹងឯងយើងក៏បានជិះមកផ្ទះវិញអញ្ចឹងណាបងប្អូនអញ្ចឹងកុំភ្លេចបងប្អូនណាគេដែលគាត់មកលេងបសេអនុមកលេងកំពង់សោមឯហ្នឹងទៅវិញកុំភ្លេចឈៀងចូលទឹកធ្លាក់ក្បាលឆាយផងចាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជម្រាបលាចុងវីដេអូនេះដូចធំទៅ